ក្រមរដ្ឋបវេនីនៃព្រះរាជាណាចក្រកម្ពុជាមាត្រា51ដល់មាត្រា63មាត្រា51លំនៅឋាននៃនីតិបុគ្គលនីតិបុគ្គលត្រូវមានលំនៅឋាននៅទីតាំងនៃទីស្នាក់ការកណ្ដាលរបស់នីតិបុគ្គលនោះមាត្រា52ការចុះបញ្ជីអំពីការផ្លាស់ប្ដូរទីតាំងទីស្នាក់ការ1នៅពេលដែលនីតិបុគ្គលផ្លាស់ប្ដូរទីតាំងនៃទីស្នាក់ការកណ្ដាលត្រូវចុះបញ្ជីអំពីការផ្លាស់ប្ដូរនោះនៅទីតាំងចាស់ហើយត្រូវចុះបញ្ជីនៅចំណុចដែលបានកំណត់នៅក្នុងមាត្រា50ចំណុចដែលត្រូវចុះបញ្ជីនៅក្រោមនេះនៅទីតាំងថ្មីក្នុងអំឡុងពេល2សប្តាហ៍នៅពេលដែលផ្លាស់ប្ដូរទីតាំងទីស្នាក់ការឯទៀតត្រូវចុះបញ្ជីអំពីការផ្លាស់ប្ដូរនោះនៅទីតាំងចាស់ក្នុងអំឡុងពេល3សប្តាហ៍ហើយត្រូវចុះបញ្ជីនៅចំណុចដែលបានកំណត់ក្នុងមាត្រា50ចំណុចដែលត្រូវចុះបញ្ជីនោះនៅទីតាំងថ្មីក្នុងអំឡុងពេល4សប្តាហ៍2ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី1ខាងលើនេះក៏ដោយនៅក្នុងករណីដែលការផ្លាស់ប្ដូរទីតាំងទីស្នាក់ការត្រូវបានធ្វើឡើងនៅក្នុងដែនសមត្ថកិច្ចនៃការិយាល័យចុះបញ្ជីដូចគ្នានោះគ្រាន់តែចុះបញ្ជីអំពីការផ្លាស់ប្ដូរទីតាំងជាការគ្រប់គ្រាន់ហើយមាត្រា53ការចុះបញ្ជីទីស្នាក់ការដែលបង្កើតថ្មី1ក្នុងករណីដែលនីតិបុគ្គលបានបង្កើតទីស្នាក់ការថ្មីត្រូវចុះបញ្ជីនៅចំណុចដែលបានកំណត់នៅក្នុងមាត្រា50ចំណុចដែលត្រូវចុះបញ្ជីនៃក្រមនេះក្នុងអំឡុងពេល2សប្តាហ៍នៅទីតាំងនៃទីស្នាក់ការថ្មីនោះ2ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី1ខាងលើនេះត្រូវចុះបញ្ជីអំពីការបង្កើតទីស្នាក់ការថ្មីនៅទីតាំងនៃទីស្នាក់ការកណ្ដាលនិងទីតាំងនៃទីស្នាក់ការផ្សេងទៀតក្នុងអំឡុងពេល3សប្តាហ៍គិតចាប់ពីថ្ងៃដែលបានបង្កើតទីស្នាក់ការថ្មីនោះមាត្រា54ការចុះបញ្ជីនៃនីតិបុគ្គលបរទេស1បញ្ញត្តិនៃមាត្រា50ចំណុចដែលត្រូវចុះបញ្ជីមាត្រា52ការចុះបញ្ជីអំពីការផ្លាស់ប្ដូរទីតាំងទីស្នាក់ការនិងមាត្រា53ការចុះបញ្ជីទីស្នាក់ការដែលបង្កើតថ្មីនៃក្រមនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលនីតិបុគ្គលបរទេសបើកទីស្នាក់ការនៅព្រះរាជាណាចក្រកម្ពុជា2ក្នុងករណីដែលនីតិបុគ្គលបរទេសបើកទីស្នាក់ការជាដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជាបុគ្គលដទៃអាចបដិសេធបុគ្គលភាពរបស់នីតិបុគ្គលនោះបានរហូតដល់ពេលដែលនីតិបុគ្គលនោះបានចុះបញ្ជីនៅទីតាំងនៃទីស្នាក់ការនោះមាត្រា55បញ្ជីទ្រព្យសម្បត្តិនិងបញ្ជីរាយនាមសមាជិក1នីតិបុគ្គលត្រូវធ្វើបញ្ជីទ្រព្យសម្បត្តិនៅពេលបង្កើតនិងក្នុងអំឡុងពេល3ខែនៃដើមឆ្នាំអនុវត្តកិច្ចការហើយត្រូវចុះបញ្ជីនៅក្នុងទីស្នាក់ការជានិច្ច2នីតិបុគ្គលសាជីវកម្មត្រូវធ្វើបញ្ជីរាយនាមសមាជិកនិងទុកនៅទីស្នាក់ការជានិច្ចហើយរាល់ពេលដែលមានការផ្លាស់ប្ដូរសមាជិកត្រូវកែតម្រូវបញ្ជីនោះមាត្រា56ចំនួនការជ្រើសតាំងការដកហូតតំណែងនិងភារកិច្ចនៃអភិបាល1នីតិបុគ្គលត្រូវមានអភិបាលដែលជាអង្គភាពមួយដើម្បីអនុវត្តកិច្ចការរបស់នីតិបុគ្គលប៉ុន្តែនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតពុំត្រូវមានអភិបាលឡើយ2អភិបាលអាចមានមួយរូបឬច្រើនរូបបានប៉ុន្តែចំពោះនីតិបុគ្គលមូលនិធិត្រូវមានអភិបាលយ៉ាងតិច3រូប3ក្នុងករណីដែលមានអភិបាលច្រើនរូបកិច្ចការរបស់នីតិបុគ្គលត្រូវសម្រេចដោយសំឡេងភាគច្រើនបើគ្មានការកំណត់ពិសេសក្នុងលក្ខន្តិកៈទេ4អភិបាលត្រូវបានជ្រើសតាំងដោយលក្ខន្តិកៈឬដោយមហាសន្និបាតសមាជិក
អភិបាលនៃនីតិបុគ្គលសាជីវកម្មអាចត្រូវបានដកហូតតំណែងដោយសេចក្តីសម្រេចនៃមហាសន្និបាតសមាជិកបានមាត្រា57ករណីកិច្ចរបស់អភិបាល 1. អភិបាលមានករណីកិច្ចត្រូវគោរពទៅតាមច្បាប់និងបទដ្ឋានគតិយុត្តនិងខ្លឹមសារនៃលក្ខន្តិកៈនិងត្រូវចាត់ចែងការងាររបស់នីតិបុគ្គលដោយស្មោះត្រង់ 2. ក្រៅពីបញ្ញត្តិនៃកថាខណ្ឌទី1ខាងលើនេះទំនាក់ទំនងរវាងអភិបាលនិងនីតិបុគ្គលត្រូវអនុវត្តតាមបញ្ញត្តិស្តីពីអាណត្តិមាត្រា58សិទ្ធិតំណាងរបស់អភិបាល 1. អភិបាលត្រូវតំណាងឲ្យនីតិបុគ្គលប៉ុន្តែអភិបាលមិនអាចប្រតិបត្តិផ្ទុយនឹងខ្លឹមសារនៃលក្ខន្តិកៈបានឡើយ 2. ក្នុងករណីដែលមានអភិបាលច្រើនរូបអភិបាលនីមួយៗត្រូវមានសិទ្ធិតំណាងប៉ុន្តែអាចកំណត់ផ្សេងបានក្នុងលក្ខន្តិកៈ 3. ចំពោះនីតិបុគ្គលសាជីវកម្មអភិបាលត្រូវគោរពតាមសេចក្តីសម្រេចនៃមហាសន្និបាតសមាជិកមាត្រា59ការកម្រិតនៅសិទ្ធិតំណាងការកម្រិតដែលបានធ្វើលើសិទ្ធិតំណាងរបស់អភិបាលឬអ្នកតំណាងនីតិបុគ្គលផ្សេងទៀតពុំអាចតតាំងចំពោះតន្ត្រីជនសុចរិតបានឡើយមាត្រា60អភិបាលបណ្ដោះអាសន្នក្នុងករណីដែលខ្វះអភិបាលហើយមានការបារម្ភថានឹងបណ្ដាលឲ្យមានការខូចខាតដោយសារការយឺតយ៉ាវក្នុងកិច្ចការរបស់នីតិបុគ្គលតុលាការអាចជ្រើសតាំងអភិបាលបណ្ដោះអាសន្នបានតាមពាក្យសុំរបស់អ្នកដែលពាក់ព័ន្ធនឹងផលប្រយោជន៍ឬពាក្យសុំរបស់តំណាងអัยការមាត្រា61អ្នកតំណាងពិសេសចំពោះចំណុចដែលផលប្រយោជន៍របស់អភិបាលនិងផលប្រយោជន៍របស់នីតិបុគ្គលប្រឆាំងគ្នាអភិបាលនោះពុំត្រូវមានសិទ្ធិតំណាងឡើយក្នុងករណីដែលខ្វះអ្នកតំណាងឲ្យនីតិបុគ្គលដោយសារហេតុនេះអ្នកតំណាងពិសេសត្រូវបានជ្រើសតាំងតាមនីតិវិធីដោយដែលបានកំណត់ក្នុងមាត្រា60អភិបាលបណ្ដោះអាសន្ននៃក្រមនេះមាត្រា62អ្នកត្រួតពិនិត្យនីតិបុគ្គលត្រូវមានអ្នកត្រួតពិនិត្យម្នាក់ឬច្រើនអ្នកប៉ុន្តែនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិតអាចមិនមានអ្នកត្រួតពិនិត្យ 2. អ្នកត្រួតពិនិត្យត្រូវបានជ្រើសតាំងតាមការកំណត់នៃលក្ខន្តិកៈឬដោយសេចក្តីសម្រេចនៃមហាសន្និបាតសមាជិកឬក្រុមប្រឹក្សាភិបាល 3. អភិបាលឬនិយោជិតរបស់នីតិបុគ្គលពុំអាចធ្វើជាអ្នកត្រួតពិនិត្យបានឡើយ 4. នីតិបុគ្គលសវនករអាចធ្វើជាអ្នកត្រួតពិនិត្យបានមាត្រា63ភារកិច្ចរបស់អ្នកត្រួតពិនិត្យជាអាច 1. អ្នកត្រួតពិនិត្យត្រូវត្រួតពិនិត្យកិច្ចការរបស់នីតិបុគ្គល 2. អ្នកត្រួតពិនិត្យអាចទាមទារឲ្យអភិបាលនិងនិយោជិតរបស់នីតិបុគ្គលធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពនៃការអនុវត្តកិច្ចការឬអាចស្រាវជ្រាវនៅស្ថានភាពនៃកិច្ចការនិងទ្រព្យសម្បត្តិរបស់នីតិបុគ្គលបាន 3. អ្នកត្រួតពិនិត្យត្រូវស្រាវជ្រាវរបៀបវារៈនិងឯកសារដែលអភិបាលបម្រុងនិងដាក់ជូនមហាសន្និបាតសមាជិកឬក្រុមប្រឹក្សាភិបាលក្នុងករណីនេះបើយល់ឃើញថាមានការបំពានបទដ្ឋានគតិយុត្តឬលក្ខន្តិកៈឬមានចំណុចដែលមិនត្រឹមត្រូវហួសហេតុអ្នកត្រួតពិនិត្យត្រូវធ្វើសេចក្តីរាយការណ៍នៅក្នុងមហាសន្និបាតសមាជិកឬអង្គប្រជុំនៃក្រុមប្រឹក្សាភិបាល 4. អ្នកត្រួតពិនិត្យអាចបញ្ចេញមតិអំពីការជ្រើសតាំងឬការបញ្ឈប់ពីតំណែងនៃអ្នកត្រួតពិនិត្យឬប្រាក់កម្រៃរបស់អ្នកត្រួតពិនិត្យបាននៅក្នុងមហាសន្និបាតសមាជិកឬអង្គប្រជុំនៃក្រុមប្រឹក្សាភិបាល 5. បើយល់ឃើញថាអភិបាលបានធ្វើសកម្មភាពក្រៅពីគោលបំណងរបស់នីតិបុគ្គលឬសកម្មភាពផ្សេងទៀតដែលផ្ទុយទៅនឹងបទដ្ឋានគតិយុត្តឬលក្ខន្តិកៈឬមានការបារម្ភថាអភិបាលនឹងធ្វើសកម្មភាពនោះអ្នកត្រួតពិនិត្យត្រូវធ្វើសេចក្តីរាយការណ៍អំពីហេតុនោះនៅក្នុងមហាសន្និបាតសមាជិកឬអង្គប្រជុំនៃក្រុមប្រឹក្សាភិបាលក្នុងករណីនេះបើមានភាពចាំបាច់ដើម្បីធ្វើសេចក្តីរាយការណ៍នោះអ្នកត្រួតពិនិត្យអាចកោះប្រជុំមហាសន្និបាតសមាជិកឬប្រជុំក្រុមប្រឹក្សាភិបាលបាន
អ្នកត្រួតពិនិត្យនៃនីតិបុគ្គលមូលនិធិត្រូវធ្វើសេចក្តីរាយការណ៍ខាងលើនេះទៅក្រសួងឬស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យយ៉ាងយឺតបំផុតក៏ឲ្យទាន់ជាមួយពេលធ្វើសេចក្តីរាយការណ៍ទៅក្រុមប្រឹក្សាភិបាល6ក្នុងករណីដែលអភិបាលបានធ្វើសកម្មភាពដោយបានកំណត់នៅក្នុងកថាខណ្ឌទី5ខាងលើនេះឬមានការបារម្ភថាអភិបាលនឹងធ្វើសកម្មភាពនោះហើយបើមានការបារម្ភថាសកម្មភាពនោះអាចនឹងបណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរដល់នីតិបុគ្គលសមាជិកអាចទាមទារឲ្យអភិបាលនោះបញ្ឈប់នៅសកម្មភាពនោះបាន7ក្នុងករណីដែលនីតិបុគ្គលប្តឹងអភិបាលឬអភិបាលប្តឹងនីតិបុគ្គលអ្នកត្រួតពិនិត្យត្រូវតំណាងឲ្យនីតិបុគ្គលក្នុងបណ្ដឹងនេះ